ការគិតរបស់យើងនិងគំនិតរបស់យើងដែលផុសចេញមកពេលខ្លះមិនមែនជាការពិតនោះទេមានន័យថាទោះបីយើងគិតអ្វីមួយក៏មិនមែនមានន័យថាឲ្យតែគិតចេញមកវាជាការពិតទាំងអស់នោះទេគំនិតដែលផុសចេញមករបស់យើងភាគច្រើនកើតចេញពីអារម្មណ៍ការភ័យខ្លាចឬបទពិសោធន៍កាលពីអតីតកាលមិនមែនចេញមកអំពីការពិតនោះទេនៅពេលដែលយើងចាំថាគំនិតរបស់យើងមិនមែនជាការពិតយើងអាចថយក្រោយហើយមើលវាដោយស្ងប់ស្ងាត់ហើយអឺគិតឲ្យបានជ្រុងជ្រោយនិងមានហេតុផលជាងមុនឧទាហរណ៍គំនិតរបស់យើងផុសចេញមកថាមនុស្សគ្រប់គ្នាគិតថាខ្ញុំល្ងីល្ងើតែធៀបពិតអឺបើយើងពិនិត្យល្អិតល្អន់យើងគិតថាខ្ញុំមិនដឹងច្បាស់ថាពួកគេគិតដូចម្តេចទេនេះគ្រាន់តែជាការសន្និដ្ឋានរបស់ខ្ញុំប៉ុណ្ណោះពេលនេះជំនួសឲ្យការជឿទាំងអស់ទៅលើគំនិតដែលយើងគិតចេញមកយើងព្យាយាមសង្កេតហើយសួរនិងជ្រើសតែគំនិតណាដែលយើងអាចជឿបានតែប៉ុណ្ណោះ